សូមគោរពជំរាបសួរក្នុងនាមខ្ញុំជាសិស្សម្នាក់ដែលកំពុងអង្គុយរៀនក្នុងថ្នាក់រៀនមួយយ៉ាងកក់ក្ដៅខ្ញុំពិតជាមានសេចក្តីអាណិតជាពន់ពេកចំពោះសិស្សានុសិស្សដទៃទៀតដែលជាជនភៀសសិស្សត្រូវបានលុបគេចពីការទម្លាក់គ្រាប់របស់ខ្មាំងសត្រូវរីឯសាលារៀនរបស់ពួកគាត់ក៏ត្រូវបានបិទទ្វារផងដែរមិនថាទីកន្លែងណាពេលវេលាណានោះទេគឺសុទ្ធសឹងតែអាចរៀនសូត្របានទាំងអស់ព្រោះមានតែចំណេះដឹងតែប៉ុណ្ណោះដែលអាចជួយខ្លួនឯងគ្រួសារនិងសង្គមជាតិបានខ្ញុំបានឃើញរូបភាពមួយចំនួនដែលបង្ហាញអំពីបងប្អូនសិក្សានុសិស្សជាជនភៀសសិស្សជាច្រើននាក់នៅតែខិតខំតស៊ូបន្តការសិក្សាតាមវត្តអារាមការស្វ័យសិក្សាជុំគ្នាការសុំសិក្សាជាបណ្ដោះអាសន្ននៅសាលាដទៃទៀតនិងការបង្រៀនគ្នាទៅវិញទៅមកនៅក្នុងជនរំដែលពួកគាត់កំពុងរស់នៅជាដើមក្រោមរូបភាពទាំងអស់នេះបានជំរុញឲ្យទឹកចិត្តរបស់ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំដទៃទៀតកាន់តែមានស្មារតីស្វាស្វែងក្នុងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែប្រសើរជាងមុនព្រោះសូម្បីតែបងប្អូនសិក្សានុសិស្សជាជនភៀសសិស្សដែលពួកគាត់កំពុងជួបនៅស្ថានភាពដ៏លំបាកយ៉ាងណាក្តីក៏ពួកគាត់មិនបោះបង់នៅការសិក្សាឡើយលើពីនេះទៅទៀតយើងក៏អាចក្រឡេកនៅក្នុងអំឡុងឆ្នាំ2020-2021ដែលប្រទេសកម្ពុជាយើងមានជំងឺរាតត្បាតគឺជំងឺ COVID-19 ដែលបានបំផ្លាញអាយុជីវិតប្រជាជនខ្មែរយើងជាច្រើនអ្នកជាពិសេសទៀតនោះគឺសាលារៀនក៏បានបិទទ្វារសិក្សានុសិស្សក៏មិនអាចទៅរៀនក្នុងថ្នាក់ដោយផ្ទាល់ដែលទោះបីជាការបិទគប់សាលារៀនមានផលប៉ះពាល់ដល់ការសិក្សាយ៉ាងណាក្តីក៏យើងនៅតែបន្តការសិក្សានៅតាមប្រព័ន្ធអនឡាញហើយលោកគ្រូអ្នកគ្រូក៏ព្យាយាមបង្កើតនៅវីដេអូបង្រៀនពីចម្ងាយសម្រាប់សិក្សានុសិស្សផងដែរដូច្នេះមិនថាកលៈទេសៈបែបណានោះទេគឺការសិក្សាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលពុំអាចកាត់ថ្លៃបានដោយសុភាសិតមួយលើកឡើងថាវិជ្ជាជាទ្រព្យជាប់នឹងប្រាណចោលលួចក៏មិនបានចាយច្រើនរឹតតែចម្រើនឡើងម្យ៉ាងទៀតប្រទេសទាំងមូលរឹងមាំក៏ដោយសារតែមានធនធានមនុស្សដ៏ល្អរឹងមាំនិងមានចំណេះដឹងខ្លាំងក្លាផងដែរចង់ឲ្យគេជួបមាញ់គ្នាគេចង់ឲ្យខ្ញុំជិះស្អាវិញបានទៅផ្ទះជាចុងក្រោយនេះខ្ញុំមានតែម្រាមដៃ10បួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយឲ្យជាតិមាតុភូមិរបស់យើងទទួលបាននូវសុខសន្តិភាពត្រឡប់មកវិញដើម្បីឲ្យសិក្សានុសិស្សក៏ដូចជាអំពូមីងដែលជាជនភៀសសិស្សបានជួបជុំគ្រួសាររបស់គាត់នៅលើទឹកដីកំណើតរបស់ពួកគាត់វិញកម្ពុជាត្រូវការសន្តិភាពមិនមែនសង្គ្រាមឡើយហើយសូមបញ្ឈប់រាល់ការបំផ្លិចបំផ្លាញសាលារៀនតទៅទៀតពីព្រោះសាលារៀនជាកន្លែងផ្ដល់នូវចំណេះដឹងដល់ខ្ញុំនិងសិក្សានុសិស្សដទៃទៀតដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ